bạn đi ông tổng tiết nhưng mình đồ về ở tớiជា 2D wireframe tổng tiếtខ្ញុំ join វា comment ជេដើម្បី join វាឲ្យ line ទាំងនេះបាទវាបញ្ចូលគ្នាហើយខ្ញុំនឹងប្រើបាទ comment extrude ដើម្បីឲ្យ object នេះក្លាយជារូប 3D បែបនេះបាទក្លាយជារូបបែបនេះដើម្បីឲ្យវាក្លាយជា solid ឬក៏ជា 3D ខ្ញុំគាត់តែចូលកន្លែង 2D wireframe នេះមកហើយខ្ញុំចុចពាក្យថា shaded បាទវានឹងចេញជាបែបនេះហើយបន្តទៀតខ្ញុំនឹងធ្វើការដើរបន្តសិនដើម្បីដើរវងមួយទៀត